บ้านคือถ้าไงซ้ำมุ้ยแล้วเหมือนกับท่าการได้กับบัตรได้ให้ซอสก็ไปนานใช่ไหม สอสอยกอดเนี่ย มันไปเลย 93%ការរីកគ្រប់រដូវឯសាមួយខ្ញុំយកខាងសសយកអ99%เป็นแบบเนี่ย ก็100%มันไปเลย 100% ใช่ไหมวะ ការរីកគ្រប់ដូវពេលដល់ เลยก็100%ซอสอยกอ ซอสอยก็มาร้อยไปร้อย ซอสอยกอ100%โอเค 100% សសយកឈ្នះអត់ឈ្នះ អូខេថ្ងៃនេះខ្ញុំបានមកប្រជុំនំរងទិសក្រុមការងារស្ម័គ្រចិត្តសុខលេខលើកទី8អ្នកនរគ្នាហើយនេះគឺជាការជួបជុំលើកទី1ក៏ដូចជាតម្រង់ទិសនឹងយើងដើរមើលទីតាំងក៏ដូចជាជួបជុំជាមួយបងប្អូនយុវជនស្ម័គ្រចិត្តផ្សេងទៀតទាំងអ្នកចាស់ទាំងអ្នកថ្មីហើយការតម្រង់ទិសនេះមានការប្រជុំសំណេះសំណាលតិចតួចជាមួយបងហើយនឹងយើងដើរមើលតាមទីតាំងហើយចំពោះការជួបជុំថ្ងៃនេះយើងមានភេសជ្ជៈសម្រាប់ទទួលយ៉ាងឆ្ងាញ់ផងដែរគឺថាកាហ្វេជាមួយ milk tea តែបៃតងអីចឹងទៅគាត់ច្រើនខ្លាំងមែនទែនបងក៏គាត់បានរៀបចំទទួលយ៉ាងកក់ក្ដៅខ្លាំងមែនទែនហើយកាហ្វេគាត់ថាឆ្ងាញ់ខ្លាំងមែនទែនដែលបានមកពីបង Tip Cafe ដែលគាត់មានទីតាំងនៅក្រោយសាលាព្រះស៊ីសវត្តចឹងបងប្អូនតែនៅក្រោយសាលាព្រះស៊ីសវត្តនៅខាងក្រោយសាលានៅជាប់របងសាលាព្រះស៊ីសវត្តហ្នឹងហាងគាត់នៅនឹងឈ្មោះ Toll Cafe អូខេកុំភ្លេចទៅ support គាត់ទាំងអស់គ្នាបងប្អូនទាំងអស់គ្នា Cafe ឆ្ងាញ់លេខ1ហើយតម្លៃសមរម្យទៀត បងប្អូនភ្លេចណាជួបគ្នាថ្ងៃទី31ដែលមានការគួតលទ្ធភាពដើម្បីចូលរួមមកមូលនិធិដើម្បីសុខភាពទៅកាន់ទីកន្លែងផ្សេងៗហើយការប្រកួតក៏មានការចូលរួមពីក្រុមបាល់ទាត់សសយកអស្តាប្រកួតជាមួយនឹងក្រុមបាល់ទាត់ស្កាយរីកផ្លូវរបស់លោកប៉ាក្មេកភក្តិមិញខ្ញុំលេចចូលរួមអ្នកគ្នាឲ្យបានច្រើនកកកនៅថ្ងៃទី31ទីតាំងពហុកីឡដ្ឋានជាតិអូឡ িম্প ិកអរគុណច្រើន នៅបងប្អូនទាំងគ្នាកុំភ្លេចជួបគ្នានៅថ្ងៃទី31ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី8ឆ្នាំ2025នៅថ្ងៃទី31មានការប្រកួតបាល់ទាត់រវាងក្រុមការរីករូដៅសុំសងសឹកជាមួយនឹងក្រុមបាល់ទាត់សសយកអ All Star ទៀតផងចឹងកុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅថ្ងៃទី31នេះវេលាម៉ោង3-4 រសៀលតទៅបងប្អូនអាចចូលរួមបានហើយបងប្អូនអាចតាក់ទងទៅសម្បត្តិបានតាមរយៈ link ខាងលើនេះតាមរយៈ Telegram នេះបងប្អូនអាចតាក់ទងទិញបានបើសិនជាបងប្អូនចង់ទិញផ្ទាល់បងប្អូនអាចទៅដាក់កម្ពុជាបានដែលមានទីតាំងនៅជិតស្ពានកបាត់ថ្នោតជាន់ទី1ចំពោះតម្លៃសម្បត្តិត្រឹមតែ20000រៀលប៉ុណ្ណោះសម្បត្តិមួយអាចបដូរយកបានឲ្យកីឡាដ៏ស្រស់ស្អាតមួយផងដែរហើយនៅថ្ងៃនោះមានការចូលរួមពីបងស្រីមានសុខភាក្មេងខ្មែរ King Chi បងកញ្ចនាបង AENG ទៀតផងចឹងនៅថ្ងៃនេះដឹងតែសប្បាយហើយបងប្អូនទាំងគ្នាកុំភ្លេចណាហើយចង់មកបងកុំភ្លេចចូលរួមនៅថ្ងៃទី31ឲ្យបានច្រើនទាំងអស់គ្នាណាជួបគ្នានៅថ្ងៃទី31ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ2025លើកទី8នៅពហុកីឡដ្ឋានជាតិអូឡ িম্প ិក